អូខេថ្មីនេះគឺមាននៅទាហានថៃម្នាក់គឺបានចេញមកទម្លាយការប៉ັດមួយនៅក្នុងជួរកងទ័ពនឹងដែលខ្លួនរងនៅទរណកម្មខ្លាំងពេកដល់ថ្នាក់ប៊ីសនៅបញ្ចប់ជីវិតរបស់ខ្លួនឯងដោយការផឹកទឹកលៀងបកូនខាងចរណៃដែលយើងស្គាល់ថាជាហាងលក់ត្រីសាម៉ិនល្បីមួយគឺបានចេញមកប្រកាសថានឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2026 marketing របស់ក្រុមហ៊ុន Levi ដែលជា marketing ដែលយើងនឹកស្មានដល់គឺកំពុងតែ viral ខ្លាំងមែនទែននៅលើ TikTok បាទហើយចំណាយខេត្តកពតរបស់យើងវិញគឺរៀបនឹងចេញនៅសមិទ្ធផលថ្មីពីរទី1គឺរូបសំណាក់បាតដៃនិងមួយទៀតគឺវិថីអាហារអញ្ចឹងថ្ងៃនេះគឺយើងនិយាយពី4ប្រធានបទផ្សេងគ្នាប៉ុន្តែនៅក្នុងវីដេអូតែមួយអញ្ចឹងកុំឲ្យខាតពេលយូរតោះចូលទៅកាន់ topic ទី1អញ្ចឹងថ្មីនេះគឺកំពុងតែមាននៅរឿងអាស្រូវមួយដែលមានទាហានថៃមួយរូបគឺបានចេញមកទម្លាយការប៉ັດដែលគាត់មានឈ្មោះថាផានុវត្តនិយាយទៅគឺចេញមកប្រាប់សារព័ត៌មានទាំងយំទាំងទឹកភ្នែកមកឲ្យបង្ហាញវីដេអូបង្ហាញផុសតាំងដែលគាត់បានជួបប្រទះនៅក្នុងពេលដែលគាត់ទៅបម្រើយោធាទៀតបាទហើយសម្រាប់រឿងដែលគាត់បានទម្លាយហ្នឹងគឺគាត់បាននិយាយចេញមកថានៅកំឡុងពេលដែលគាត់បម្រើយោធានៅក្នុងប្រទេសថៃហ្នឹងគឺរងនៅទរណកម្មពីមេកងទ័ពធំខ្លាំងមែនតើមានពេលមួយដែលគាត់បានលើកឡើងមកថាអញ្ចឹងពេលហ្នឹងគឺថានៅយប់កណ្ដាលអាត្រៀតហ្មងគឺថាមេកងទ័ពគឺបានបង្ខំឲ្យគាត់វានៅលើដីហ្នឹងដោយយកដៃខ្វែងទៅខាងក្រោយមិនត្រឹមតែប៉ុណ្្នឹងទេពួកទាំងអស់ហ្នឹងក៏បានយកខ្សែក្រវ៉ាត់មកវាយដំលើរាងកាយរបស់គាត់ហើយថែមទាំងយក spray មកបាញ់និងដុតភ្លើងលើរាងកាយរបស់គាត់ជាពិសេសនៅត្រង់ផ្នែកខាងក្រោមបណ្ដាលឲ្យដាច់រលាត់ហើយគាត់ក៏មានបង្ហាញជារូបភាពវីដេអូដែលរូបរាងកាយរបស់គាត់ត្រូវរងនៅទរណកម្មនឹងដូចគ្នាហើយសម្រាប់គាត់វិញទោះបីជាគាត់រងនៅទរណកម្មធ្ងន់ធ្ងរបែបហ្នឹងក៏ដោយក៏គាត់នៅតែបន្តធ្វើការងាររបស់គាត់ទាំងមានសម្ពាធទាំងរងនៅវិបត្តិផ្លូវចិត្តរហូតដល់ថ្នាក់ចង់កិតខ្លីហ្នឹងដោយការផឹកជាមួយនឹងទឹកលៀងបកូនណាបើនិយាយសាមញ្ញតែពពួកទឹកអាស៊ីតដែលគេយកទៅលៀងបកូនហ្នឹងផឹកដើម្បីបញ្ចប់ជីវិតរបស់ខ្លួនឯងដោយសារតែរងទរណកម្មខ្លាំងពេកអញ្ចឹងតោះចូលទៅទី2របស់យើងហ្មងទៅតាក់ទងជាមួយនឹងហាងចរណៃដែលតបតាប្រហែលជា9ម៉ោងមុននេះទេគឺហាងចរណៃបាន post នៅ status មួយដែលទៅសេមកថាចាំខ្ញុំអាននៅតាមអញ្ចឹងយើងខ្ញុំសូមជំរាបថាបើមិនមានអីប្រែប្រួលនោះទេហាងចរណៃទាំងអស់នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2026យើងខ្ញុំសូមទុកពេលនេះដើម្បីធ្វើការបង្ហើរស្តុកដែលមានស្រាប់ហើយក៏ដូចជាឲ្យបុគ្គលិកស្វែងរកនៅការងារផ្សេងដែលខ្លួនចង់ធ្វើអញ្ចឹងទៅហើយក៏ដូចជាដើម្បីឲ្យម្ចាស់ដីម្ចាស់ផ្ទះហ្នឹងគាត់ស្វែងរកអ្នកដែលចូលជួលថ្មីអញ្ចឹងទៅហ្នឹងហើយដូចបានដឹងហើយបាទមួយថ្ងៃហ្នឹងគឺលបាយតាតងមួយរឿងថៃសាល់មិនជាមួយនឹងតៃតោតខ្លាំងមែនតើបាទនេះបើតាមព័ត៌មានដែលខ្ញុំទទួលបានពីខាង CNC TV គឺលោកបានលើកឡើងមកថាជាលទ្ធផលនៅក្រោយពីពេលដែលមន្ត្រីអធិការកិច្ចមហូបអាហារនៃអគ្គនាយកដ្ឋានកបបក្រោយការចោះទៅពីប្រទេសហើយហ្នឹងគឺបានរកឃើញថាម៉ាកយីហោ brand ដែលមានឈ្មោះថាចរណៃហ្នឹងគឺបានប៉ັດជាធ្វើធុរកិច្ចមួយដែលបង្កឲ្យអ្នកប្រើប្រាស់ហ្នឹងមានការភ័ន្តច្រឡំរវាងផលិតផលត្រីសាល់ម៉ុនជាមួយនឹងត្រីត្រោតប៉ັດប្រកាសមែនដែលវាគឺជាមួយដែលល្មើសជាមួយនឹងច្បាប់ស្ដីពីសុខភាពមហូបអាហារជាធរមីដែលសម្រាប់បទល្មើសមួយនេះផងដែរតាមមាត្រាច្បាប់គឺត្រូវបង់ជាទឹកប្រាក់ពី10លានរៀលទៅ20លានរៀលតោះទី3យើងចូលទៅដល់ marketing របស់ brand Levi បាននិយាយពីមួយនេះជាមួយដែលខ្ញុំនឹកស្មានដល់សមមកដោយបានដឹងអញ្ចឹងឥឡូវនេះគឺជាសម័យកាល FIFA World Cup 2026របស់យើងហ្នឹងអញ្ចឹងហើយនៅក្នុងការប្រកួត FIFA World Cup នៅ Stadium របស់គេនៅក្នុងពហុកថាដ្ឋានរបស់គេហ្នឹងបើសិនបើ brand ណាមួយដែលអត់មានការ sponsor ទៅលើ FIFA World Cup ទេដោយ brand Levi អីផ្សេងអញ្ចឹងនឹងមានការ cover ឬមួយក៏យកកណាត់បិទ brand មួយនឹងចោលតែម្ដងនៅកន្លែងប្រកួតហ្នឹងគឺអត់ឲ្យចេញ logo នៅក្នុងការប្រកួតថតជាប់ថតអីគឺគេបិទចោលទាំងអស់បាននិយាយសាមញ្ញទៅដូចជាស្អីនេះ brand DJI មួយនេះប្រសិនបើអត់ sponsor ទៅលើ FIFA ទេគេនឹងយក Scott មកបិទអញ្ចេះយកហ្មងអញ្ចឹង Levi ដូចគ្នាដែរ Levi brand logo ដូចខ្ញុំបានដាក់នៅខាងលើនេះអញ្ចឹងក៏ប៉ុន្តែនៅក្នុង World Cup ហ្នឹងគឺគេបានយកកណាត់សបាំងពីលើអា brand ដែលជា brand ទូទៅរបស់ Levi ហ្នឹងមិនថា brand តូច brand ធំទេនៅក្នុង FIFA World Cup គឺគេបិទចោលទាំងអស់ឲ្យតែអត់បាន sponsor ឬមួយក៏ឧបត្ថម្ភទៅលើ FIFA World Cup សូម្បីតែទឹកត្រីទឹកស្អៀវទឹកជ្រលក់អីហ្នឹងគឺខាគេបិទ Scott បិទអីអស់លេងបាទដូចបានឃើញអញ្ចឹងអូយបាទគឺធ្ងន់មែនទេគ្រាន់តែសម្រាប់ brand Levi នេះបិទអីបិទទៅបាទដល់ពេលគេឃើញអាការគេយកអារូបភាពដែលខាង FIFA World Cup គេតលាក់កណាត់សបាំងហ្នឹងយកអា logo ហ្នឹងមកដាក់ជា logo របស់ខ្លួនឯងឥឡូវហ្នឹងបើចូលឆឹងមើល TikTok YouTube Instagram របស់ Levi តែប្រកាសជាឃើញ logo ហ្នឹងហើយនៅក្រោយពេលដែល logo ហ្នឹងត្រូវបាន Levi យកមកដាក់តាំងហើយថតអីគឺថាមនុស្សអ្នកខ្លះអត់ស្គាល់ brand Levi ណាបែរជាស្គាល់ brand មួយហ្នឹងដោយសារតែ logo វាបាំងអញ្ចឹងទៅវិញនិយាយទៅវាប្លែកមែនតើហ្មងមិនដឹងថានិយាយមិនឲ្យសមដូចថាខាង Levi ហ្នឹងគេឃើញថាអូ logo របស់ខ្លួនឯងពេលបិទ Scott ហ្នឹងវាតំណងដល់ពេលអញ្ចឹងទៅយកមកដាក់ logo របស់ខ្លួនឯងបដ ாய் ទៅអញ្ចឹងហើយមនុស្សម៉ែគេចាប់អារម្មណ៍ទៅលើ logo ថ្មីហ្នឹងរបស់ Levi វិញ
ơi đầu FIFA World Cup ជឿចាប់មិនទៅហើយចុងក្រោយគេគឺខាតកពតថ្មីថ្មីនេះគឺខ្ញុំតែបានឃើញរូបភាពអាប់ដេតមួយដែលបាត់ដៃឥឡូវនេះគឺធ្វើចិត្តហើយមែនតើណីបាទនៅសល់បន្តិចបន្តួចទៀតគឺថាយើងអាចឡើងទៅថតបានតែម្ដងសម្រាប់អ្នកដឹងទេបាត់ដៃនេះគឺមានកម្ពស់ដូចជា12ម៉ែត្រដែលធ្វើឡើងចេញពីថ្មហើយមានកាំចដាởសងខាងអញ្ចឹងទៅដែលយើងអាចធ្វើការឡើងដើម្បីតែថតរករូបភាពហើយពីខាងក្រោយរូបភាពហ្នឹងគឺមាននៅទឹកទន្លេក៏ដូចជាបរិយាកាសស្អាតមែនដែរបើមានថ្ងៃលិចទៀតអូយកាន់តែអែហ្មងនិយាយមែនឡើងសម្រាប់រូបសម្រាប់បាត់ដៃនឹងផងដែរគឺត្រូវបានសាងសង់ឡើងនៅចន្លោះស្ពានថ្មីនិងស្ពានអន្តរជាតិចាស់ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកពតរបស់យើងផ្ទាល់ហ្មងបាទហើយមួយវិញទៀតមិនមែនមានតែបាត់ដៃនឹងមួយណាហើយមានសម្បត្តិផលថ្មីមួយទៀតគឺថាវិថីអាហារសម្រាប់នៅក្នុងវិថីអាហារហ្នឹងគឺមានការលក់នៅមុខម្ហូបបែបខ្មែរយើងហ្មងណាអញ្ចឹងហើយណាគេនៅខេត្តកពតខ្លាចខ្ញុំចង់ឃើញមុខមែនតើបាទនិយាយទៅខេត្តកពតគឺមានសម្បត្តិផលថ្មីថ្មីប្លែករហូតហ្មងណាលើកមុនគឺមាននាឡិកាផងមានសេះសម្បត្តិផងឥឡូវនេះគឺមានពីរថ្មីទៀតហើយមានវិថីអាហារហើយជាមួយនឹងបាត់ដៃអញ្ចឹងណាគេនៅខេត្តកពតខ្លះបើមើលម្ដងចំណុចមួយនេះហើយកុំភ្លេចខមមិននៅខាងក្រោមមកខ្ញុំបានដឹងបងអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត